សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីការប្រើប្រាស់កម្មវិធី iBasement X ហើយមុននឹងចូលកម្មវិធីនេះកុំភ្លេចជួយ Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងហើយកុំខាតពេល review យើងចូលនៅកម្មវិធីនឹងតែម្ដងអូខេនេះគឺជាផ្ទាំងរបស់កម្មវិធីពេលយើងបើកមកដើម្បីបើក project បានយើងត្រូវចុចសញ្ញាបូកសញ្ញាលេខបូកអូខេនេះគឺជាទំហំនៃការជ្រើសរើសនៅលើកម្មវិធីហ្នឹងដើម្បីកំណត់ទំហំឥឡូវខ្ញុំរើសទំហំ 4x3 អូខេនេះគឺជាផ្ទាំងកិច្ចការងាររបស់យើងវាគឺជាក្តារពណ៌សហើយថ្ងៃនេះខ្ញុំនឹងមកប្រាប់អំពី tool មួយគឺ Magic Wand នេះ Magic Wand ដែលមានរូបរាងដូចជាដែកខ្មៅហើយមានរូបកាយនៅពីមុខ Magic Wand នេះមានតួនាទីសម្រាប់កាត់ទៅលើ object របស់យើងត្រង់ចំណុចពណ៌ឬក៏ពណ៌ដែលស្រដៀងគ្នាគឺកាត់អូតូអូខេដើម្បីប្រើប្រាស់ tool Magic Wand បានឥឡូវខ្ញុំ text អក្សរមួយខ្ញុំចុចពាក្យ text ខ្ញុំ text នៅលើនេះខ្ញុំវាយពាក្យថា design ហើយខ្ញុំបន្ថែម style របស់វាខ្ញុំចុច OK យើងពង្រីកវាយើងចុចពាក្យ transform រីកឲ្យធំចុចពាក្យ OK អូខេនេះយើងបានហើយការ text របស់យើងមិញនេះអូខេដើម្បីប្រើប្រាស់ tool របស់ Magic Wand បានយើងត្រូវតែទៅមើលលើ layer របស់យើងនេះគឺវាជាន់លើ layer ទី2 design អូខេត្រឡប់មកវិញដើម្បីប្រើប្រាស់ tool Magic Wand បានយើងចុច tool Magic Wand ហើយយើងគូសចំណុចដែលយើងចង់កាត់នៅលើអក្សរទាំងអស់នេះឥឡូវខ្ញុំចុចនឹងពណ៌ខ្មៅនេះអក្សរ D នេះគឺវា select ហើយនេះ select ដើម្បីយកអក្សរនេះចេញបានយើងមើលពាក្យ transform នេះចុច transform ហើយយើងអស់អក្សរនេះចេញមកខាងលើយើងចុចពាក្យ OK yes អូខេប៉ុន្តែពេលដែលយើងកាត់ហើយយើងរកទីតាំងនៅអក្សរនេះគឺវាកាត់អូតូតែវានៅជាប់ select នេះ select នៅតាមអក្សរនេះយើងចុចនៅក្នុងអំវងនេះដើម្បីរកពាក្យ remove select area នេះ remove select area ចុច remove select area មកគឺវាដាច់ហើយវាឈប់នៅស្នាមតាមអក្សរនេះគឺវាដាច់ហើយអូខេនេះគឺជាការប្រើប្រាស់ tool Magic Wand ឥឡូវខ្ញុំធ្វើអក្សរនេះពីរ3ទៀត so S ខ្ញុំប្រូទីតាំងវាអូខេខ្ញុំ select ពាក្យបន្ទាប់អក្សរ N transform sorry ដោយសារតែមិញបានអត់ទាន់ select area វាឥឡូវយើងចុចម្ដងទៀតនេះវាដាច់ហើយអូខេខ្ញុំទាញវាឡើងលើអូខេលើយើងដោះ remove select area អូខេនេះគឺជាការប្រើប្រាស់ tool Magic Wand សរុបរួម tool Magic Wand មានតួនាទីសម្រាប់កាត់ទៅលើ object ឬលើអក្សររបស់យើងកាត់ដោយស្វ័យប្រវត្តិទៅលើតែវាអាស្រ័យទៅលើពណ៌របស់ដែរនេះដោយសារតែពណ៌នេះវាខ្មៅលាយក្រហមអញ្ចឹងវាកាត់មកដាច់នេះគឺជា tool សម្រាប់កាត់
វីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តការប្រើប្រាស់ធួថ្មី